ជំរាបសួរអ៊ំពូមីងថ្ងៃនេះខ្ញុំបានឆាដើមកញ្ឆាយជាមួយតៅហ៊ូចាដំបូងយើងមានខ្លាញ់ជ្រូកយើងដាក់ខ្លាញ់ជ្រូកមកណាតែបើយើងអត់មានដាក់ពេញសណ្ដែកហើយយើងចៀនតៅហ៊ូឲ្យវាឆ្អិនល្មមចៀនតៅហ៊ូឲ្យវាឆ្អិនល្មមណាកុំឲ្យឆ្អិនពេកហើយយើងដាក់សាច់តបមកយើងដាក់ស្ករក្រហមបានឆ្ងាញ់ណាកុំឲ្យដាក់ស្ករសស្ករក្រហមស្ករត្នោតយើងហ្នឹងឆ្ងាញ់ចាហើយក៏យើងឆាជាមួយសាច់ជ្រូកយើងហ្នឹងជាមួយតៅហ៊ូលាយចូលគ្នាមកចាយើងឆាមើលតែថាឡើងក្រហមចាឡើងក្រហមតិចមកណាហើយយើងដាក់ប៊ីចេងចាដាក់រ៉ូឌីតិចមកចាដាក់រ៉ូឌីហើយយើងភ្លក់ទៅសាបប្រៃតាមចំណង់ចំណូលចិត្តយើងអាចដាក់បន្ថែមទឹកត្រីក៏បានបន្ទាប់ពីសាច់ឆ្អិនតៅហ៊ូឆ្អិនយើងដាក់ដើមកញ្ឆាយមកណាដាក់ម្រេចតិចចាបន្ទាប់ពីឆ្អិនហើយយើងក៏បានដួសដាក់ចានរួចជាការស្រេចចាអរគុណច្រើនតាយាយអ៊ំពូមីងជួបគ្នាពេលក្រោយ